មុនលើខ្ញុំសូមជម្រាបសួរដល់បងប្អូនតិជនដែលមានរោគគ្រោះក្នុងប្រមាត់ក្នុងកម្រងនោមដូចនាងខ្ញុំអ្នកខ្ញុំបានជាវថ្នាំមកសុទ្ធលោកគ្រូនេះប្រកែស័ក្តិសិទ្ធិគាត់មានបងប្អូនតិជនបើមិនជឿខ្ញុំពីដំបូងក៏ខ្ញុំអត់ជឿដែរថាมันអាចនឹងរលាយបានព្រោះអីមីងខ្ញុំកូនកាត់ក៏កើតដែរក៏កាត់ទៅកាត់ប្រមាត់ចោលតែខ្ញុំខ្លាចណាមួយខ្ញុំក៏ខ្វះខាតលុយដែរឥឡូវខ្ញុំសាកទៅថាជាក៏សាកមើលម្ដងទៀតទៅព្រោះអីដែលខ្ញុំជាវកាត់3កំប៉ុងតែនេះខ្ញុំលើកបង្ហាញពីព្រោះកំប៉ុងមួយទៀតម៉ាក់តកែខ្ញុំកាត់សុំកំប៉ុងយកទៅឲ្យបងទិញសម្រាប់រੂទិញឲ្យបងប្អូនកាត់លេខដែរព្រោះបងប្អូនកាត់គ្រោះក្នុងប្រមាត់ដូចខ្ញុំដែរដល់ពេលនេះឥឡូវនេះខ្ញុំលេបអស់3កំប៉ុងឥឡូវខ្ញុំទៅអូសអេកូមើលក្នុងតម្រងនោមខ្ញុំក៏អត់មានក្នុងប្រមាត់ខ្ញុំក៏អត់មានស្អាតទាំងអស់ទាំងត្រាំទាំងប្រមាត់អត់មានអីប៉ះពាល់ទៀតទេហើយត្រង់នោមខ្ញុំគ្រោះមានដែរតែឥឡូវនេះស្អាតទាំងអស់អូសអេកូមើលទាំងគ្រោះក្នុងប្រមាត់ទាំងក្នុងតម្រងនោមឥឡូវខ្ញុំលេបអស់3កំប៉ុងនោះជាហើយអត់មានទេអូសមើលអស់ហើយតែអត់មានគ្រោះអីនៅក្នុងនឹងទៀតទេអស់លលេងចាសូមអរគុណដល់លោកគ្រូសូមបងប្អូនដែលមានរោគគ្រោះក្នុងប្រមាត់ដូចខ្ញុំសាក់ជាវទិញលេបទៅខ្លាចលោសំប្រកបដូចខ្ញុំឥឡូវខ្ញុំបានជាឲ្យគ្រោះខ្ញុំមាន7គ្រាប់ក្នុងមួយគ្រាប់ឲ្យមាន7លីធ្វើទុកខ្ញុំធ្វើទុកម្ដងខ្ញុំស្ទះក៏មានដែរធ្វើទុកវេទនាណាពេលវាធ្វើទុកចុកម្ដងនេះបងប្អូនណាមានគ្រោះដូចខ្ញុំក្នុងប្រមាត់ដូចខ្ញុំឥឡូវសាក់ទិញលេបមកទៅខ្ញុំលេបត្រូវហើយខ្ញុំជឿហើយជឿជាក់ថាមានថ្នាំលើលោកនេះមានថ្នាំលាយគ្រោះពិតប្រាកដមែនសូមអរគុណ